ក្លឹមសារនៃលបែងប្រជាប្រិយរបស់ដូនតាខ្មែរយើងដែលលោកបង្កើតមកដូនតាខ្មែរយើងបណ្ដុះនៃស្មារតីវប្បធម៌កតញ្ញូស្មារតីការរួបរวมសាមគ្គីគ្នាស្មារតីនៃការឆ្លៀវឆ្លៀសឆ្លាតវៃទាំងអស់គឺជាប្រចាំបុណ្យចូលឆ្នាំរួចពីពួកយើងបានកំណត់ហើយយើងបិទសំណុំរឿងឆ្នាំចាស់របស់យើងហើយយើងចាប់ផ្ដើមបើកទំព័រថ្មីហើយយើងបានកំណត់ធ្វើផែនការប្រចាំជីវិតរបស់យើងថាក្នុង365ថ្ងៃនេះតែយើងគួរធ្វើអីមិនគួរធ្វើអីរឿងដែលមិនល្អយើងត្រូវបោះចោលទៅប៉ុណ្ណឹងហើយយើងព្យាយាមធ្វើល្អឡើងវិញដោយពីមុនមកយើងមិនសូវខ្វាយខ្វល់ជាមួយឪពុកម្ដាយឧទាហរណ៍តែមួយឆ្នាំបានទៅផ្ទះម្ដងអញ្ចឹងយើងព្យាយាមទៅផ្ទះបានច្រើនដងទៅពីព្រោះលោកទាំងពីរលោកចាស់ហើយឧទាហរណ៍អញ្ចឹងទី2ពាក់ព័ន្ធនឹងកិច្ចការងាររបស់យើងកន្លងមកយើងមិនសូវខ្វាយខ្វល់នឹងអាននឹងអំណានទេយើងគួរតែមានពេលវេលាសមស្របណាមួយយើងអានសិភៅទៅដើម្បីបានបង្កើតនៃចំណេះដឹងរបស់យើងក្នុងការដឹកនាំគ្រប់គ្រងរបស់យើងចំណុចទី3ពីមុនមកយើងមិនសូវជាចូលរួមខ្វាយខ្វល់ក្នុងកិច្ចការងារសង្គមទេតែឥឡូវពេលនេះយើងចាប់ផ្ដើមថាឆ្នាំថ្មីនេះយើងត្រូវតែមានកម្មវិធីមួយដើម្បីចូលរួមសង្គមឲ្យបានច្រើនតាមលទ្ធភាពដែលយើងធ្វើទៅបានការចូលរួមជួយសង្គមនេះយើងមិនចាំបាច់តតែគិតថាយើងមានធនធានបានយើងទៅជួយសង្គមបានទេសូម្បីតែយើងចែករំលែកในរឿងដែលគួរធ្វើនិងមិនគួរធ្វើក៏ឈ្មោះថាយើងបានចូលរួមការជួយសង្គមដែរអានេះគឺក្រោយអំពីបុណ្យចូលឆ្នាំមកយើងសរុបនៃមកប៉ុណ្ណឹងនៅក្នុងកម្មវិធីបុណ្យចូលឆ្នាំនេះផងដែរសម្រាប់ខ្ញុំកណាខ្ញុំបាទធ្វើការកត់សម្គាល់ជាខ្លឹមសារមេរៀនដែលដកស្រង់ចេញអំពីបុណ្យចូលឆ្នាំនេះមានដូចខាងក្រោមទី1គឺបណ្ដុះនូវវប្បធម៌កតញ្ញូនិងសីលធម៌សង្គមតាមរយៈសកម្មភាពអីគឺតាមរយៈសកម្មភាពនៃការបាំងសកលឧទ្ទិសកុសលជូនចំពោះឪពុកម្ដាយចំពោះបុព្វការីជនដែលបានលះលោកនេះទៅកាន់លោកខាងមុខតាមរយៈសកម្មភាពនៃការជូននៅទេយ្យវត្ថុផ្សេងចំពោះចាស់ព្រឹទ្ធាចារ្យចំពោះបុព្វការីជនដែលបាននឹងកំពុងមានជីវិតរស់នៅជូននៅគ្រឿងឧបភោគបរិភោគផ្សេងចំពោះអ្នកកំសត់ទូរគតអ្នកលំបាកជាងខ្លួនទាំងអស់នេះហើយគឺជាការបណ្ដុះនៅវប្បធម៌កតញ្ញូនិងសិលធម៌សង្គមទី2បណ្ដុះនៅវប្បធម៌នៃការរស់នៅស្អាតតាមរយៈអីតាមរយៈនៃការរៀបចំផ្ទះសម្បែងឲ្យមានរបៀបរៀបរយល្អស្អាតទាំងក្នុងផ្ទះស្អាតទាំងក្រៅផ្ទះគឺបរិស្ថានស្អាតព្រះពុទ្ធលោកសម្ដែងថាអារោគយៈសុខាញ់ជេវកុសលាញ់ជាអនាមយ៉ាងអញ្ចឹងកាលណាបើយើងមានអនាម័យល្អច្បាស់ណាស់ថាយើងមានសុខភាពល្អយើងមានអាយុវែងយើងជៀសឆ្ងាយអំពីជំងឺឆ្លងផ្សេងអញ្ចឹងចំណុចទី2ចំណុចទី3គឺយើងរៀនសូត្រដកស្រង់អំពីបុណ្យចូលឆ្នាំនេះបានតាមរយៈនៃការបណ្ដុះវប្បធម៌ស្មោះត្រង់ការបណ្ដុះវប្បធម៌ស្មោះត្រង់ដូនតាយើងលោកបណ្ដុះតាមឧបករណ៍អីថាតាមឧបាយនៃការលបែងប្រជាប្រិយមួយឈ្មោះថាស្ដេចចង់អញ្ចឹងស្ដេចចង់មនុស្សម្នាក់ដែលត្រូវបានគេសន្មតដែលត្រូវបានក្រុមសន្មតឲ្យធ្វើជាស្ដេចហ្នឹងត្រូវតែមានភាពស្មោះត្រង់ក្នុងការងារផ្ដល់យុត្តិធម៌ឲ្យក្រុមកនិងក្រុមខនៅពេលដែលគេមកខ្សឹបខ្លួនណាมันអាចជាមនុស្សវិវេបានទេអញ្ចឹងគឺបណ្ដុះស្មារតីហ្នឹងបណ្ដុះស្មារតីឲ្យថ្នាក់ដឹកនាំឲ្យមេក្រុមឬក៏អ្នកដែលគេផ្ដល់ក្តីទុកចិត្តឲ្យហ្នឹងគឺត្រូវតែមានភាពស្មោះត្រង់ចំពោះអ្នកដែលនៅក្រោមអាវ៉ាត់របស់ខ្លួនចំណុចទី4គឺបណ្ដុះវប្បធម៌សាមគ្គីជាតិក្រោមការដឹកនាំរបស់មេដឹកនាំតាមរយៈអីគេតាមរយៈលបែងមួយប្រភេទលបែងប្រជាប្រិយមួយប្រភេទថាចាប់កូនខ្លែងអញ្ចឹងអាលបែងចាប់កូនខ្លែងយើងពិនិត្យមើលថានៅពេលដែលថ្នាក់ដឹកនាំរបស់យើងកំពុងតែមានការទប់ទល់យ៉ាងស្រួយស្រាយជាទីបំផុតចំពោះនឹងសត្វខ្លែងដែលវាមកបៀតបៀនមកយាយីហើយដែលមានកូននៅខាងក្រោយខ្លួន4ដល់20នាក់បើសិនជាមានកូនណាមួយមិនព្រមបត់បែនពើតពន្ធទៅតាមការបញ្ជាឬក៏អេរិយាបថរបស់មេទេច្បាស់ណាស់វានឹងធ្វើឲ្យមានបញ្ហានៅខាងក្រោយកាលណាមានបញ្ហាហើយវាខ្ទាស់នឹងចង្វាក់ហ្នឹងវាធ្វើឲ្យឱកាសសម្រាប់
ខ្លែងហ្នឹងសម្រាប់សត្រូវហ្នឹងមកបៀតបៀនយើងបានក៏ដូចគ្នាកន្លែងនេះគឺការបណ្ដុះនៅវប្បធម៌សាមគ្គីជាតិយើងត្រូវតែរួបរวมគ្នាចងជាសម្បាច់ជាធ្លុងមួយដើរតាមការចង្អុលបង្ហាញការដឹកនាំរបស់ក្រុមមួយដែលយើងបានផ្ដល់ក្តីទុកចិត្តជូនលោកដែលយើងបានផ្ដល់ការជឿជាក់ជូនលោកសម្រាប់ឲ្យលោកធ្វើការដឹកនាំយើងណាអាហ្នឹងគឺបណ្ដុះស្មារតីសាមគ្គីជាតិរបស់យើងតាមរយៈនៃល្បែងចាប់កូនខ្លែងចំណុចទី5គឺខ្ញុំមើលឃើញខ្ញុំក៏កត់សម្គាល់ថាបណ្ដុះភាពវាងវៃភាពវាងវៃរបស់មនុស្សតាមរយៈអីគេតាមរយៈល្បែងប្រជាប្រិយមួយគឺដណ្ដើមស្លឹកឈើអញ្ចឹងភាគីកនៅភាគីខនៅពេលដណ្ដើមស្លឹកឈើហ្នឹងគឺមានយុទ្ធវិធីផ្សេងគ្នាដើម្បីប្រឡប់ដើម្បីប្រឡប់យើងដើម្បីឲ្យយើងភ័ន្តស្មារតីទៅដើម្បីគេកញ្ឆក់យកស្លឹកឈើហ្នឹងហើយល្បែងមួយទៀតដែរដូចជាល្បែងវាយក្អមល្បែងលាក់កន្សែងក៏ជាព្រឹត្តិការណ៍មួយប្រឡប់យើងដែរអញ្ចឹងបើសិនតែយើងអត់ចេះគ្រប់គ្រងខ្លួនឯងបានអត់មានសតិអត់មានសម្បជញ្ញៈច្បាស់លាស់អត់ដឹងថាខ្លួនយើងទៅធ្វើអីច្បាស់ណាស់នៅបរិយាកាសខាងក្រៅគេប្រឡប់យើងដល់ពេលយើងបាត់បង់ម្ចាស់ការគឺគេយកស្លឹកឈើទៅបាត់អញ្ចឹងយើងធ្វើថាជាអ្នកចាញ់យើងមើលសកម្មភាពល្បែងហ្នឹងមើលមុននឹងវាយក្អមមិនមែនគេឲ្យយើងភ្នែកភ្លឺទៅវាយទេគេបិទភ្នែកយើងចិត្តឲ្យគេពង្វិលយើងទៀតហើយបានយើងប្រឡែងបានគេប្រឡែងទៅយើងដើរទៅរកទិសអញ្ចឹងបើសិនតែយើងអត់មានមង្សចក្ខុហើយយើងប្រើបញ្ញាយើងត្រូវតែប្រើបញ្ញារបស់យើងទៅប្រើស្មារតីរបស់យើងកុំវង្វេងតាមគេពង្វក់អញ្ចឹងយើងនឹងទៅរកទិសដៅនៃក្អមដែលយើងត្រូវវាយបានហើយណាក៏ដូចគ្នាល្បែងលាក់កន្សែងអញ្ចឹងគេឲ្យយើងបែរខ្នងទេគេយកកន្សែងមកដាក់ក្រោយខ្នងយើងអញ្ចឹងបើសិនជាយើងអត់មានសតិនៅក្នុងខ្លួនទេអត់មានសម្បជញ្ញៈនៅក្នុងខ្លួនទេច្បាស់ណាស់ថាយើងអត់ដឹងថាមានអ្វីកើតឡើងក្រោយខ្នងយើងទេផ្ទុយមកវិញបើយើងគ្រប់គ្រងខ្លួនយើងបានយើងមានសតិសម្បជញ្ញៈយើងគ្រប់គ្រងខ្លួនយើងច្បាស់ណាស់សកម្មភាពទាំងអស់ទាំងក្នុងខ្លួនយើងទាំងខាងក្រៅខ្លួនយើងអាចដឹងបានចំណុចទី6គឺបណ្ដុះសមាធិចិត្តហ្នឹងហើយតាមរយៈនៃការបោះអង្គញ់អញ្ចឹងដើម្បីបោះអង្គញ់ឲ្យចំនៅកោយបានល្អវាតើតែយើងតម្កល់ចិត្តសមាធិចិត្តនឹងឲ្យមូលល្អដៅចំពោះអង្គញ់ដែលយើងត្រូវបោះទៅណាកោយដែលយើងត្រូវបោះទៅបើមិនអញ្ចឹងទេយើងបោះអត់ត្រង់ទេដោយសារចិត្តយើងវារីករាយហ្នឹងតាមរយៈតាមរយៈនៃការអប់រំសមាធិចិត្តតាមរយៈល្បែងជាប្រេមួយការបោះអង្គញ់ការបណ្ដុះការយោគយល់អធ្យាស្រ័យគ្នាតាមរយៈការលេងល្បែងជាប្រេនានានៅក្នុងព្រឹត្តិការណ៍នៃការបុណ្យចូលឆ្នាំទាំង3ថ្ងៃការសង្កេតរបស់ខ្ញុំកណាចម្បាត់ឃើញថាការលើសលួសខ្វះខាតដោយអចេតនាវាលែងតែបន្លំគឺមនុស្សខ្មែរទាំងអស់តែងតែទម្លាក់ចុះនៃការប្រកាន់អត់ប្រកាន់នេះទេអត់ប្រកាន់គឺលេងសប្បាយទាំងអស់នេះវាលែងតែគឺដេកផ្សំដួលលមូលសំក្រិចមានន័យថាបន្លំបើបន្លំគឺវាជាចេតនាទុច្ចរិតមួយទាំងសង្គមទាំងច្បាប់សាសនាមិនគ្រប់គ្រងទេណាមិនគ្រប់គ្រងទេអញ្ចឹងបើលេងដោយសុទ្ធចិត្តបើរាប់អានដោយសុទ្ធចិត្តតាមយន្តការល្បែងជាប្រៃនេះគឺបង្កើតនៅវប្បធម៌នៃការយោគយល់អធ្យាស្រ័យចុងក្រោយជារួមខ្លឹមសារនៃល្បែងប្រជាប្រិយរបស់ដូនតាខ្មែរយើងដែលលោកបង្កើតមកមិនមែនសម្រាប់លេងតែក្នុងរដូវកាលចូលឆ្នាំទេរដូវកាលនៃការប្រមូលផលរួចពិសេសគឺខ្នើតណាចាប់ពី10កើតឡើងទៅដល់ថ្ងៃអាច100 200គឺតាមសហគមន៍តាមភូមិតែងតែលេងល្បែងប្រជាប្រិយនេះជាប្រចាំមានន័យថាដូនតាខ្មែរយើងបណ្ដុះនៃស្មារតីវប្បធម៌កតញ្ញូស្មារតីការរួបរวมសាមគ្គីគ្នាស្មារតីនៃការឆ្លៀវឆ្លាតវៃទាំងអស់គឺជាប្រចាំគ្រាន់តែបុណ្យចូលឆ្នាំយើងធ្វើពិធីលក្ខណៈផ្លូវការហៅថាជាប្រពៃណីជាតិលក្ខណៈជាតិ